សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសរបស់យើងអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការកែវិញ្ញាសាបាក់ឌុបឆ្នាំ2017នៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតវិញ្ញាសាភាសាអង់គ្លេសអញ្ចឹងនៅក្នុងផ្នែកនេះគឺយើងកែតាក់ទងទៅនឹង grammar ឬក៏វេយ្យាករណ៍នៅក្នុងវិញ្ញាសានេះអញ្ចឹងមុនពេលដែលយើងចាប់ផ្ដើមធ្វើវិញ្ញាសាគឺយើងត្រូវអាន instruction ឬក៏ប្រធានរបស់វាសិនអញ្ចឹងនៅក្នុង grammar នេះគឺ there are 4 answers after each statement only one answer is correct choose the correct letter A B C or D the first one was done as an example អញ្ចឹងកន្លែងហ្នឹងគឺគេនឹងឲ្យ statement របស់យើងឬក៏របស់មួយហើយនៅខាងក្រោមហ្នឹងគឺមាន4ចម្លើយ A B C និង D យើងត្រូវជ្រើសរើសចម្លើយមួយណាដែលត្រឹមត្រូវហើយត្រូវយកមកដាក់យកមកសរសេរនៅកន្លែងចន្លោះនេះអញ្ចឹងទី1នេះគេឲ្យឧទាហរណ៍មកយើងហើយ example ហ្នឹង have you blah 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 my new car អញ្ចឹងចម្លើយវាមាន4 A C B sin C C ហើយនិង D សអញ្ចឹងចម្លើយមួយណាដែលត្រឹមត្រូវគឺយើងយកមកដាក់នៅកន្លែងចន្លោះហ្នឹងអញ្ចឹងយើងឃើញថា have you ហ្នឹងវានៅក្នុងទម្រង់ជា present perfect ឯងអញ្ចឹងយើងត្រូវជ្រើសរើសយក verb ដែលជា verb 3អញ្ចឹង verb 3យើងឃើញមានពាក្យថា sin អញ្ចឹង sin ហ្នឹងគឺជា verb 3នៃពាក្យថា see អញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ B have you seen my new car គេដែលស្ថិតនៅក្នុងទម្រង់ជា present perfect អញ្ចឹងនៅក្នុងលំហាត់ទី1 girls you blah 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 say those things about your teachers អញ្ចឹងកន្លែងនេះតើយើងត្រូវបំពេញឲ្យគេដើម្បីឲ្យត្រូវជាមួយនឹងលំហាត់របស់យើងមាន4ចម្លើយយើងមាន A mustn't B haven't to C haven't ហើយនិង D mustn't to អញ្ចឹងកន្លែងនេះគឺវាតកតងទៅនឹង modal verbs អញ្ចឹង say those things about your teacher អញ្ចឹងតើយើងត្រូវនិយាយរឿងរបស់គ្រូយើងអត់អញ្ចឹងចម្លើយគឺអត់ត្រូវទេអូខេអញ្ចឹងអត់ត្រូវគឺយើងត្រូវប្រើពាក្យណាដែលអាចបញ្ជាក់អំពីរបស់យើងអាចប្រើចម្លើយមួយណាដែលអាចបញ្ជាក់អំពីរបស់នឹងបានយើងមាន A mustn't គឺមានន័យថាមិនត្រូវអូខេ B haven't to នេះមិនមែនជា modal ទេហើយក៏អត់ត្រូវជាមួយនឹងរបស់យើងដែរ haven't នេះក៏អត់អាចប្រើដោយសារតែពាក្យខាងក្រោយរបស់វានឹងគឺ say គឺជា present simple ធម្មតាទេហើយ haven't នេះវាស្ថិតនៅក្នុង present perfect ឯងអូខេmustn't to នេះគឺវាអត់ត្រូវជាមួយនឹង modal verb ទេអញ្ចឹងចម្លើយត្រឹមត្រូវគឺយើងមានចម្លើយ A ពាក្យថា mustn't you mustn't say those things about your teacher okay so number 2 have another piece of cake no thanks blah 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 too much អញ្ចឹងគេឲ្យយើងញ៉ាំនំខេកម្ដុំទៀតប៉ុន្តែយើងនិយាយថាអត់ទេខ្ញុំញ៉ាំឆ្អែតហើយខ្ញុំញ៉ាំច្រើនពេកអូខេអញ្ចឹងយើងមាន4ចម្លើយដូចគ្នា A យើងមាន I've eat អញ្ចឹង VE apostrophe VE នេះគឺតំណាងឲ្យពាក្យថា have អញ្ចឹង I've eat B I ate C haven't ហើយនិង D I've eaten អញ្ចឹងសម្រាប់ A I've eat នឹងអូខេអញ្ចឹងសម្រាប់ចម្លើយគឺយើងមាន4ដែរយើងមាន A I've ate B I ate C haven't ហើយនិង D I've eaten អញ្ចឹងសម្រាប់ apostrophe VE ហ្នឹងគឺយើងតំណាងឲ្យពាក្យថា have អូខេអញ្ចឹងវាស្ថិតនៅក្នុងទម្រង់ជា present perfect អញ្ចឹងសម្រាប់ A I've ate នេះគឺវាអត់ត្រូវដោយសារតែ present perfect យើងត្រូវមាន have បូកជាមួយ verb 3ប៉ុន្តែ ate នេះគឺជា verb 2អញ្ចឹង A នេះគឺយើងអត់យកទេអូខេអញ្ចឹង haven't too much អញ្ចឹងកន្លែងនេះគឺវាអត់មាន verb វាអត់មានន័យត្រឹមត្រូវជាមួយនឹងរបស់យើងក៏យើងអត់ជ្រើសរើសដែរអញ្ចឹងយើងអាចមាន2ជម្រើស A B ហើយនិង D អញ្ចឹងយើងមើលសិនថាតើរបស់ហ្នឹងវាស្ថិតនៅក្នុងស្ថានភាពបែបម៉េចគេនិយាយថាគេឲ្យ cake មកយើងប៉ុន្តែយើងប្រាប់ថាយើងញ៉ាំឆ្អែតហើយយើងញ៉ាំ full ហើយអញ្ចឹងវាគឺជាលទ្ធផលដែលយើងបានញ៉ាំឆ្អែតហើយអញ្ចឹងដើម្បីនិយាយពីការបញ្ជាក់ពីលទ្ធផលអីមួយគឺយើងប្រើ present perfect អញ្ចឹងចម្លើយ I ate នេះគឺយើងអត់ប្រើទេអីដែលយើងប្រើគឺ I've eaten គឺស្ថិតនៅក្នុង present perfect ដោយសារតែវាបង្ហាញពីលទ្ធផលដែលយើងបានញ៉ាំច្រើនហើយអញ្ចឹងយើងឆ្អែតហើយយកត្រូវការទៀតទេអញ្ចឹងចម្លើយរបស់យើងគឺ D អូខេអញ្ចឹងសម្រាប់របស់ទី3របស់យើង I was going to do the washing but the machine blah 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 down អញ្ចឹងចម្លើយរបស់យើងមាន4យើងមាន A broke B break C broken ហើយនិង D break
ចឹងតែចម្លើយមួយណាដែលត្រូវយើងឃើញថាបានរបស់យើងទី1នេះ clear ទី1គឺយើងប្រើជាមួយនឹង past continuous ចឹងចំពោះ clear ទី2គឺយើងត្រូវប្រើជាមួយនឹង past simple ដោយសារតែ continuous គឺយើងប្រើជាមួយ present continuous គឺយើងប្រើជាមួយនឹង present simple ចឹង past continuous គឺយើងប្រើមួយ past simple ដែរចឹងពាក្យដែលជា past simple គឺពាក្យ broke ចឹងចម្លើយគឺ A វាមើលទី4 My secretary was late she had never blah 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 late before ចឹងយើងមាន4ចម្លើយដែរយើងមាន A was B had C came ហើយនិង D been she had never blah 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 late ចឹងយើងឃើញថាមានពាក្យថា had ចឹងមានពាក្យថា had គឺវាស្ថិតនៅក្នុងទម្រង់ជា past perfect ចឹង past perfect យើងអាចប្រើ had never was ទេអានេះគឺត្រូវទេឬក៏ had never had ក៏អត់ត្រូវដែរ had never came ក៏ត្រូវដែរដោយសារតែពាក្យថា came នេះគឺជា verb 2 ហើយ verb 3របស់វាគឺ come អញ្ចឹងវាអត់ត្រូវជាមួយនឹងទម្រង់ទេ had never been ត្រូវដោយសារតែ been នេះមកពីពាក្យថា had អញ្ចឹងដោយសារតែ been នេះមកពី be អូខេអញ្ចឹង been គឺស្ថិតនៅក្នុង verb 3ហើយអញ្ចឹងវាត្រូវ she had never been late okay so number 5 if you give me some money I blah 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 to go shopping អញ្ចឹងចម្លើយរបស់យើងមាន D មាន A B C និង D A យើងមាន can B could C will be able ហើយនិង D will can អញ្ចឹងយើងមកមើលសិនយើងមើលថា if បូកជាមួយនឹងអីគេបូកជាមួយនឹង present simple right ដោយសារតែវាមាន give អញ្ចឹងយើងមាន if បូកជាមួយនឹង present simple ហើយខាងក្រោយគឺយើងមានអីគេយើងស្ថិតនៅក្នុងទម្រង់ជា first conditional ខាងក្រោយហ្នឹងគឺយើងប្រើ will verb ចឹងទៅអូខេអញ្ចឹងទម្រង់មួយនេះគឺស្ថិតនៅក្នុងទម្រង់ជា first conditional អញ្ចឹងយើងត្រូវប្រើ will ខាងក្រោមនេះគឺយើងមានចម្លើយ will ហ្នឹងគឺមានតែពីរទេគឺ will be able ហើយនិង will can ប៉ុន្តែ will can នេះគឺវាអត់ត្រូវទេដោយសារតែ will ហើយនិង can ហ្នឹងគឺជា modal ដែរ modal verb ទាំងពីរហើយ modal verb គឺអាចនៅទាំងពីរចឹងទេវាអាចនៅជាមួយគ្នាបានទេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ C will be able to go shopping ហើយល្ប័នហ្នឹងគឺស្ថិតនៅក្នុង first conditional អូខេអញ្ចឹងនេះគឺជាការកែទៅក្នុង grammar នៅក្នុងឆ្នាំ2017ការប្រឡងបាក់ឌុបភាសាអង់គ្លេសចាំបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាចទម្លាក់នៅក្នុង comment ខាងក្រោមបានហើយជួបគ្នានៅវីដេអូក្រោយសូមអរគុណ